ឡាកន្លះក្នុងម៉ាត18450បាទនៅក្នុងផ្សារ14000ទៅ18000 រៀលបាទគ្រប់ជំរាបសួរបងប្អូនអរគ្នាហើយដែរបងប្អូនតម្លៃប៉ុណ្ណឹងផលិតផលជាតិផលិតផលកូនខ្មែរដែលផលិតនៅក្នុងស្រុកចឹងបងប្អូនគិតមើលទៅផលិតផលនាំចូលក៏មានតម្លៃថ្លៃជាងហើយសម្រាប់ផលិតផលក្នុងស្រុកយើងមានតម្លៃធូរថ្លៃជាងហើយអ្វីសំខាន់យើងគ្រប់គ្រងផលិតផលជាតិក៏ដូចផលិតផលក្នុងស្រុកដែលកូនខ្មែរផលិត 100% ហើយតម្លៃនៅតាមម៉ាតនៅតាមផ្សារបងប្អូនអាចចេះទៅបានបើយើងប្រៀបធៀបនឹងតម្លៃដែលយើងនាំចូលពីប្រទេសដទៃក៏មានតម្លៃខ្ពស់ជាងផលិតផលក្នុងស្រុកយើងដែរចឹងខ្ញុំជឿជាក់ថាបងប្អូនយើងនៅបន្តគ្រប់គ្រងហើយនឹងបងប្អូនខ្លះដែលមិនទាន់មាននៅក្នុងដៃបងប្អូនអាចទៅតាមរកទិញទៅតាមផ្សារតាមម៉ាតនានាគឺមានហើយបងប្អូនព្រោះខ្ញុំដើរមកគឺខ្ញុំឃើញដូចជាខ្ញុំចូលម៉ាតខ្ញុំចូលផ្សារតែគាត់ថាតម្លៃបាទគេលក់ទៅតាមនឹងចឹងទៅពីព្រោះផ្សារក្នុងម៉ាតក្នុងផ្សារទំនើបអីប្រហែលជាអាចមានតម្លៃខ្ពស់ជាងតាមទីផ្សារធម្មតាដោយសារតែគេចំណាយច្រើនបងប្អូនចង់បានតម្លៃមួយដែលសមរម្យបងប្អូនចូលតាមផ្សារយើងធម្មតាទៅចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់ប្រើបងប្អូនយល់យ៉ាងណាដែរចំពោះតម្លៃប៉ុណ្នេះហើយយើងអាចផលិតបាននៅក្នុងស្រុកអញ្ចឹងបងប្អូនយល់យ៉ាងម៉េចបងប្អូនអាច comment បានអញ្ចឹងយើងនាំគ្នាបន្តនៅក្នុងការកាត់បន្ថយឬក៏ឈប់ទាំងស្រុងនៅក្នុងការប្រើប្រាស់ផលិតផលនាំចូលឲ្យបានកាន់តែច្រើនកាត់បន្ថយកាន់តែច្រើនឬក៏ឈប់ប្រើក៏កាន់តែល្អសម្រាប់ផលិតផលនាំចូលអញ្ចឹងយើងងាកមកប្រើផលិតផលក្នុងស្រុកក៏ដូចជាការផលិតកូនខ្មែររបស់យើងពិតជួយគ្នាយើងនាំគ្នាប្រើដើម្បីជួយជាតិជួយឲ្យមានការងារនៅក្នុងស្រុកកាន់តែច្រើនពីព្រោះកាលណាដែលផលិតកាន់តែច្រើនទៅឬក៏ក្រុមហ៊ុនមួយគាត់បានតែការមកផលិតកម្លាំងពលកម្មអីគឺបងប្អូនខ្មែរយើងមិនបាច់ចំណាក់ស្រុកចំណាក់អីទេគឺគាត់អាចធ្វើការនៅក្នុងស្រុកបានដោយលូនហើយចំណូលគឺបងប្អូនមិនបាច់ភ័យថាខ្លាចទៅណាទៅណីទេគឺចំណូលវើជុំចឹងឯងពេលដែលគាត់លក់ដាច់ច្រើនចំណូលចូលជាតិក៏បានហើយធ្វើឲ្យប្រជាពលរដ្ឋរបស់យើងក៏គាត់មានការងារក៏កាន់តែច្រើនអញ្ចឹងចំណូលមិនទៅណាទេចំណូលនៅតែវិលជុំនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងយើងកុំគ្រប់គ្រងផលិតផលនាំចូលច្រើនវាអត់ល្អទេយើងដូចជាឲ្យលុយគេយ៉ាងដូចជាជួយសេដ្ឋកិច្ចគេយ៉ាងខ្លាំងក្លាអញ្ចឹងចង់កន្លងមកយើងដឹងស្រាប់ហើយថាយើងនាំចូលក្នុងមួយឆ្នាំប្រមាណបាទរាប់សិបលានដុល្លារអញ្ចឹងសុខចិត្តទុករាប់សិបលានដុល្លារជាចំណូលរបស់ក្នុងស្រុកវិញគឺល្អបំផុតគឺខ្ញុំមានអារម្មណ៍ថារំភើបដែលសហគ្រិនឬក៏ការផលិតរបស់កូនខ្មែរគាត់អាចផលិតបានផលិតផលល្អអត់ចោះបែបនេះបាទទាំងរូបរាងបាទទាំងគុណភាពទាំងតម្លៃមួយដែលសមរម្យដែលខ្ញុំអាចទទួលយកបានហើយខ្ញុំគិតថាលើសពីទទួលយកបានទៀតនោះគឺវាមានតម្លៃធូរថ្លៃជាងផលិតផលនាំចូលទៀតអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំភើបរីករាយមែនទែនអញ្ចឹងបងប្អូនដែលមិនទាន់បានប្រើសូមកុំភ្លេចនាំគ្នាប្រើទាំងអស់គ្នាបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងជំរាបលាបងប្អូនអរគ្នាសូមខំថាបងប្អូនអរគ្នាបាទជួយគ្រប់គ្រងផលិតផលក្នុងស្រុក